ឯនេះពិតជាគ្មានកំណើតមែនគ្រាន់តែក្អមមួយក៏ធ្វើឲ្យបែកដែរយើងធ្លាប់តែឮគេនិយាយថាឯងជាមនុស្សគ្មានបានការជាមនុស្សគ្មានប្រយោជន៍ធ្វើការងារអីក៏មិនកើតមិត្តធំចង្អៀតតែមុខអត់តែប្រយោជន៍បើយើងជឿគេតាំងពីដំបូងម្លេះយើងមិនត្រូវខាតបង់ដូចពេលនេះទេទៅឆាប់ចេញពីផ្ទះយើងទៅយើងមិនត្រូវការមនុស្សដូចឯងធ្វើការឲ្យយើងឡើយមនុស្សដូចជាឯងទុកក៏មិនចំណេញដកចេញក៏មិនខាតដែរទៅឆាប់ចេញទៅដោះលេងចឹងឯងដេកយល់សពបងគ្មានថ្ងៃដោះលេងអូនទៅវិញទេលុះត្រាតែបងស្លាប់សិនទើបអូនអាចត្រឡប់ទៅផ្ទះរបស់អូនបានមិនអីទេបើអូនខ្លាចបងដែលមានរូបរាងជាយៈបែបនេះចាំបងប្រែកាយទៅជាតៅមីងស៊ឺទៅចុះណាអញហើយមិនក៏អញ្ចឹងប្រហែលជាអេដមីនគូរូបច្រឡំលាយសក់កវីហើយមើលទៅតែមិនធ្វើទេថ្ងៃនេះបងនឹងឲ្យអូនធ្វើជាម្ដាយកូនរបស់បងជាមិនខានណែពុកវាកុំថាឲ្យគ្នាចឹងអីយ៉ាងណាក៏រាជកុលមានចិត្តចង់ទៅជួយកូនស្រីរបស់យើងដែរពុកវាក៏ដឹងហើយថាពេលនេះគ្មានអ្នកណាម្នាក់ហ៊ានទៅនគរយៈនោះទៀតទេបើពុកវាមិនឲ្យរាជកុលទៅអញ្ចឹងមានតែពុកវាឯងអ្នកទៅកាលពីព្រេងនេះមានបរិសម្នាក់ឈ្មោះថារាជកុលគេមានសាច់ដុំធំអស្ចារ្យទោះជារាជកុលមានសាច់ដុំធំក៏ដោយចុះតែកម្លាំងរបស់គេបែរជាទន់ខ្សោយដូចកូនក្មេងអាយុ5ឆ្នាំអញ្ចឹងមានថ្ងៃមួយរាជកុលមិនបានប្រយ័ត្នគេបានធ្វើឲ្យបែកធ្លាក់ក្អមរបស់លោកសេដ្ឋីនេះឯងធ្វើការងាររបៀបណានឹងបានជាធ្វើឲ្យក្អមរបស់យើងបែកអញ្ចឹងលោកសេដ្ឋីខ្ញុំគ្មានចេតនាធ្វើឲ្យក្អមបែកទេមកពីខ្ញុំមិនបានប្រយ័ត្នទើបរបូតដៃធ្លាក់ក្អមនេះទៅឲ្យខ្ញុំសុំទោសផងលោកសេដ្ឋីឯនេះពិតជាគ្មានកំណើតមែនគ្រាន់តែក្អមមួយក៏ធ្វើឲ្យបែកដែរយើងធ្លាប់តែឮគេនិយាយថាឯងជាមនុស្សគ្មានបានការជាមនុស្សគ្មានប្រយោជន៍ធ្វើការងារអីក៏មិនកើតមិត្តធំចង្អៀតតែមុខអត់តែប្រយោជន៍បើយើងជឿគេតាំងពីដំបូងម្លេះយើងមិនត្រូវខាតបង់ដូចពេលនេះទេទៅឆាប់ចេញពីផ្ទះយើងទៅយើងមិនត្រូវការមនុស្សដូចឯងធ្វើការឲ្យយើងឡើយមនុស្សដូចជាឯងទុកក៏មិនចំណេញដកចេញក៏មិនខាតដែរទៅឆាប់ចេញទៅទេលោកសេដ្ឋីសូមលោកសេដ្ឋីកុំបណ្ដេញខ្ញុំចេញអីលោកសេដ្ឋីដឹងស្រាប់ហើយថាខ្ញុំជាមនុស្សគ្មានទីពឹងអាស្រ័យឡើយបើលោកសេដ្ឋីបញ្ឈប់ការងាររបស់ខ្ញុំតើឲ្យខ្ញុំរំពឹងអ្វីទៀតទៅសូមលោកសេដ្ឋីមេត្តាអនុគ្រោះឲ្យខ្ញុំម្ដងចុះខ្ញុំសន្យាថានឹងគ្មានកំហុសជាលើកទី2ទេនេះឯងគិតថាផ្ទះរបស់យើងជាកន្លែងស្អីជាកន្លែងទទួលមនុស្សអនាថាដូចជាឯងអញ្ចឹងយើងថាមិនគឺអញ្ចឹងហើយមិនចាំបាច់ចំណាយពេលអង្វរយើងនាំតែខាតពេលទេហើយយើងក៏គ្មានពេលនិយាយជាមួយមនុស្សគ្មានប្រយោជន៍ដូចជាឯងនេះដែរទេលោកសេដ្ឋីសូមមេត្តាដល់ខ្ញុំផងចុះលោកសេដ្ឋីទោះបីជារាជកុលអង្វរក៏លោកសេដ្ឋីយ៉ាងណាក៏គាត់មិនព្រមឲ្យរាជកុលបម្រើការងារក្នុងផ្ទះរបស់គាត់ទៀតដែរនេះមកពីអាដៃចង្រៃនឹងទើបបានជាយើងត្រូវលោកសេដ្ឋីបញ្ឈប់ការងារយើងពិតជាគ្មានបានការអីមែនទេវតាក៏អញ្ចឹងដែរបង្កើតខ្ញុំឲ្យមានមាឌធំហើយចុះហេតុអីក៏មិនផ្ដល់កម្លាំងឲ្យខ្ញុំផងហេតុអីក៏ដាក់ទារុណកម្មលើរូបខ្ញុំយ៉ាងនេះពធអើយខ្ញុំគ្រាន់តែនិយាយលេងទេចុះហេតុអីក៏ចាំបាច់ប្រើផ្គររន្ទះយ៉ាងនេះខ្ញុំលែងចង់បានអ្វីទៀតហើយមិនកើតទេគួរតែចាក់ចេញពីទីនេះទៅសភាពការដូចជាមិនសូវស្រួលសោះដោយគ្មានទីកន្លែងពឹងអាស្រ័យរាជកុលក៏ចេះតែដើរតែលតគ្មានគោលដៅពីកន្លែងមួយទៅកន្លែងមួយជីវិតរាជកុលត្រូវរសាត់អណ្ដែតដោយខ្លាញ់ដាច់ខ្សែរហូតដល់បាត់ដំណឹងសូនឈឹងគ្មានអ្នកណាដឹងឡើយលុះរយៈពេលក្រោយមកស្រាប់តែមានយក្សមួយឈ្មោះអសុរកាយបានមកយាយីអ្នកស្រុកអ្នកភូមិមិនអោយរស់នៅបានសុខឡើយដោយឃើញកូនក្រមុំលោកសេដ្ឋីមានសម្រស់ស្រស់ស្អាតដាច់គេយក្សអសុរកាយនោះក៏បានទៅចាប់យកកូនក្រមុំលោកសេដ្ឋីយកទៅនគររបស់វាគោលបំណងចង់ធ្វើជាប្រពន្ធពុកវាតែយើងគួរធ្វើយ៉ាងម៉េចទៅពេលនេះកូនស្រីរបស់យើងត្រូវអាយៈនោះចាប់យកទៅបាត់ហើយបងក៏មិនដឹងថាត្រូវធ្វើយ៉ាងម៉េចដែរព្រោះវាជាយក្សយើងមិនអាចធ្វើអ្វីបានឡើយណាគឺមានតែវិធីមួយយ៉ាងទេតើជាវិធីអ្វីទៅលោកបងឆាប់និយាយភ្លាមមកគឺមានតែប្រកាសស្វែងរកអ្នកអង្គអាចក្លាហានទៅជួយកូនស្រីរបស់យើងហើយណាម៉ែវាទើបអាចមានសង្ឃឹមជួយកូនស្រីរបស់យើងបាន
បើអញ្ចឹងពួកវាឆាប់ចាត់ចែងឲ្យអ្នកបម្រើទៅប្រកាសស្វែងរកអ្នកក្លាហានទៅជួយកូនស្រីរបស់យើងឲ្យលឿនទៅណាឲ្យលឿនឡើងពួកវាខ្ញុំព្រួយបារម្ភពីសុវត្ថិភាពកូនរបស់ខ្ញុំខ្លាំងណាស់ម៉ែវាកុំបារម្ភអីយៈនោះមិនអាចធ្វើបាបកូនស្រីយើងបានឡើយតែទោះជាយ៉ាងណាក៏ខ្ញុំត្រូវតែប្រញាប់ឲ្យអ្នកបម្រើស្វះស្វែងរកអ្នកក្លាហានទៅជួយកូនស្រីរបស់យើងឲ្យបានលឿនបំផុតដែរណាអាចកបាទលោកសេដ្ឋីឯងប្រញាប់ទៅប្រកាសស្វែងរកអ្នកក្លាហានអង្គអាចដែលមានសមត្ថភាពខ្លាំងពូកែអាចទៅជួយកូនស្រីរបស់យើងពីក្រញាំអាយៈសូរកាយនោះទៅបាទលោកសេដ្ឋីទុកចិត្តលើខ្ញុំចុះខ្ញុំនឹងព្យាយាមស្វះស្វែងរកមនុស្សខ្លាំងពូកែមកជួយអ្នកនាងរចនាឲ្យបានលឿនបំផុតអញ្ចឹងខ្ញុំលាលោកសេដ្ឋីទៅសិនហើយសេចក្តីប្រកាសស្វែងរកអ្នកក្លាហានដែលមានសមត្ថភាពខ្លាំងពូកែដើម្បីជួយរំដោះកូនស្រីលោកសេដ្ឋីដែលត្រូវយៈអសុរកាយចាប់យកទៅនគររបស់វាបើសិនជាអ្នកក្លាហានរូបណាអាចមានសមត្ថភាពសម្លាប់យៈនោះបានលោកសេដ្ឋីនឹងប្រគល់ទ្រព្យសម្បត្តិទាំងអស់ព្រមទាំងលើកកូនក្រមុំរបស់គាត់ឲ្យរៀបការជាមួយទៀតផងក្រោយពីលោកសេដ្ឋីស្វែងរកអ្នកក្លាហានឲ្យទៅកម្ចាត់យៈអសុរកាយនោះមកក៏មានមនុស្សខ្លាំងពូកែជាច្រើននាក់បានចូលទៅកម្ចាត់យៈអសុរកាយនោះប៉ុន្តែគ្មានអ្នកណាម្នាក់អាចយកឈ្នះមហាយៈអសុរកាយនោះបានឡើយពុកវាតើគួរធ្វើយ៉ាងម៉េចទៅមនុស្សខ្លាំងពូកែច្រើនអ្នកហើយតែมันអាចយកឈ្នះលើយៈនោះបានឬមួយក៏ពួកយើងគ្មានថ្ងៃជួបកូនស្រីរបស់យើងវិញបានទេមើលទៅគ្មានសង្ឃឹមទេម៉ែវាព្រោះពេលនេះគ្មានអ្នកណាហ៊ានទៅនគរយៈនោះទៀតឡើយមានតែបណ្ដោយលើយថាកម្មទេពេលនេះប៉ុន្តែពុកវាខ្ញុំអាណិតកូនណាមិនគួរណាកូនរចនាអភ័ព្វទៅបានជាធ្វើជាប្តីចឹងសោះខ្ញុំអាសូរកូនណាពុកវាមែនហើយម៉ែវាតើខ្ញុំបានសាងអ្វីខុសទៅទើបបានជាមានបាបកម្មត្រូវយៈចាប់កូនស្រីទៅធ្វើជាប្រពន្ធបែបនេះតើយើងអាចធ្វើអ្វីបានទៅក្រៅពីឈោមមើលកូនរស់នៅក្នុងភាពឈឺចាប់បែបនេះណាហើយម៉ែវាឈប់គិតទៅបណ្ដោយទៅតាមបុណ្យកុសលរបស់កូនទៅចុះណាលោកសេដ្ឋីនិងប្រពន្ធកំពុងតែនិយាយគ្នាស្រាប់តែរាជកុលក៏មកដល់ជំរាបសួរលោកសេដ្ឋីនេះជំរាបសួរលើកដៃថ្វាយព្រះក្មួយរាជកុលណែម៉ែវាទៅនិយាយគួសមស្អីជាមួយនឹងអាមនុស្សអត់បានការនឹងហើយចុះឯងមកផ្ទះយើងធ្វើអីកុំប្រាប់ណាថាចង់មកសុំបម្រើនៅផ្ទះយើងទៀតយើងប្រាប់ឯងឲ្យហើយទៅចុះណាយើងមិនទទួលមនុស្សគ្មានបានការដូចជាឯងធ្វើការក្នុងផ្ទះយើងទៀតទេទៅឆាប់ត្រឡប់ទៅវិញទៅឈប់សិនណាពុកវាឲ្យក្មួយរាជកុលគេនិយាយសិនទៅថាគេមកផ្ទះរបស់យើងនេះតើមានកិច្ចការអ្វីឲ្យប្រកាសទៅមើលក្មួយរាជកុលតើក្មួយមកផ្ទះមីងក្មួយមានធុរៈអ្វីទៅជំរាបប្រសាសេដ្ឋីនេះនិងលោកសេដ្ឋីជាទីគោរពខ្ញុំមកនេះគឺពិតជាមានធុរៈសំខាន់ជាមួយនឹងលោកទាំងពីរពិតមែនហើយចុះធុរៈសំខាន់ឯងនឹងជាស្អីឆាប់និយាយឲ្យឆាប់ឡើងមកកុំនិយាយបោកបាច់អូហូស្ទឹងច្រើនពេកយើងគ្មានពេលស្ដាប់ពាក្យសម្ដីគ្មានបានការរបស់ឯងទៀតទេជំរាបលោកសេដ្ឋីខ្ញុំមកនេះគឺមកតាមសេចក្តីប្រកាសរបស់លោកសេដ្ឋីនោះអីខ្ញុំសូមចូលរួមទៅជួយកូនស្រីរបស់លោកទាំងពីរពីមហាយៈអសុរកាយនោះនេះឯងជាស្អីទើបបានជាហ៊ានទៅជួយកូនស្រីយើងរាល់ថ្ងៃឯងមានតែឆ្លុះកញ្ចក់មើលខ្លួនឯងដែរទេឬមួយក៏សម្លឹងឃើញទ្រព្យសម្បត្តិរបស់យើងទីដឹងទើបបានជាមានចិត្តក្លាហានទាំងខ្លួនឯងមិនកើតណែពុកវាកុំថាឲ្យគ្នាចឹងអីយ៉ាងណាក៏រាជកុលមានចិត្តចង់ទៅជួយកូនស្រីរបស់យើងដែរពុកវាក៏ដឹងហើយថាពេលនេះគ្មានអ្នកណាម្នាក់ហ៊ានទៅនគរយៈនោះទៀតទេបើពុកវាមិនឲ្យរាជកុលទៅអញ្ចឹងមានតែពុកវាឯងអ្នកទៅទេខ្ញុំមិនទៅទេខ្ញុំមិនតន់ចង់ស្លាប់ទេបើអញ្ចឹងយើងគួរតែសាកល្បងឲ្យរាជកុលទៅនគរយៈនោះទៅមើលយើងក៏មិនខាត់បងអីដែររាជកុលកុំស្ដាប់ពាក្យលោកសេដ្ឋីនិយាយអីណាបើសិនជាក្មួយចង់ទៅជួយកូនស្រីរបស់មីងទៅហើយមីងមានតែជូនពរឲ្យក្មួយទទួលបានជ័យជំនះទៅចុះណាបានសូមលោកសេដ្ឋីនិងលោកសេដ្ឋីនេះទុកចិត្តលើខ្ញុំចុះទោះបីជាត្រូវស្លាប់ក៏ខ្ញុំសន្យាថានឹងជួយអ្នកនាងរចនាឲ្យបានដែរដូច្នេះខ្ញុំសូមលាលោកទាំងពីរទៅនគរយៈសិនហើយឡើងយើងភ្លាមតើយើងមិនព្រមធ្វើជាប្រពន្ធឯងដាច់ខាតធ្វើជាប្រពន្ធបងមានអីមិនល្អទៅបងជាស្ដេចយៈអ្នកណាក៏ខ្លាចរកអាលនឹងបងដែរណាកុំថាឡើយអូនចង់បានអ្វីក៏ដោយ
បងអាចយករបស់នោះឲ្យអូនបានទាំងអស់ ទេមនុស្សនឹងយៈមិនអាចរស់នៅជាមួយគ្នាបានទេដោះលែងយើងទៅណាយើងសុំវល់ឲ្យខ្ញុំទៅរស់នៅជាមួយពុកម៉ែខ្ញុំវិញទៅ ដោះលែងចឹងហ៎ដេកយល់សពបងគ្មានថ្ងៃដោះលែងអូនទៅវិញទេលុះត្រាតែបងស្លាប់សិនទើបអូនអាចត្រឡប់ទៅផ្ទះរបស់អូនបានមិនអីទេបើអូនខ្លាចបងដែលមានរូបរាងជាយៈបែបនេះចាំបងប្រែកាយទៅជាតៅមីងស៊ឺទៅចុះណា អញហើយមិនក៏អញ្ចឹងប្រហែលជាអេតមានគូរូបច្រឡំលាយសក់កវីហើយមើលទៅតែមិនថ្មីទេថ្ងៃនេះបងនឹងឲ្យអូនធ្វើជាម្ដាយកូនរបស់បងជាមិនខាន ទេកុំចូលមកណាជួយផងជួយខ្ញុំផង ឈប់ភ្លាមមហាយៈកុំប៉ះពាល់អ្នកនាងរចនាឲ្យសោះ រាជកុលជួយខ្ញុំផង កុំភ័យអីអ្នកនាងរចនាមានខ្ញុំនៅទីនេះហើយអាយៈនោះមិនអាចធ្វើអ្វីលើអ្នកនាងបានឡើយយីអាក្មេងនេះពិតជាក្អេងក្អាងមែនឯងអាងស្អីទើបបានជាសម្ដីប្រហើនយ៉ាងនេះមហាយៈស្ដាប់យើងណាបើឯងចង់មានជីវិតរស់នៅបន្តទៀតឯងដោះលែងអ្នកនាងរចនាទៅហើយកុំទៅរំខានមនុស្សលោកតទៅទៀតអីឮទេនេះយើងស្ដាប់មិនច្រឡំទេរឿងអីហេតុអីដែលយើងត្រូវស្ដាប់តាមឯងនោះយើងជាមហាយៈមានកម្លាំងខ្លាំងជាងឯងរាប់រយដងឯណោះណាឯងនិយាយនេះមិនស្គាល់ខ្ពស់ស្គាល់ទាបមែនអាល្អិតឯងនេះបើមិនឃើញក្តាមមកជុះគឺមិនស្រក់ទឹកភ្នែកទេយល់ល្អឯងទៅរកអាចារ្យភ្លុកឲ្យហើយស្វែងរកក្តាមមកជុះឲ្យហើយទៅវើយអោបារមីឃ្លោកទឹមសូមអ្នកជួយផ្ដល់កម្លាំងដល់មហិមាដល់ខ្ញុំផងដើម្បីកម្ចាត់អាយៈអសុរកាយនេះជូនមនុស្សលោក គ្រាន់តែរាជកុលលើកដៃបួងសួងភ្លាមគេក៏មានកម្លាំងខ្លាំងជាងយៈនោះរាប់លានដងឯណោះរាជកុលវាយយៈនោះតែមួយដៃយៈអសុរកាយក៏ខ្សែសង្ខាបាត់ទៅក្រោយពីមហាយៈអសុរកាយស្លាប់ទៅរាជកុលក៏នាំអ្នកនាងរចនាត្រឡប់ទៅជួបលោកសេដ្ឋីវិញម៉ែបងកូនត្រឡប់មកវិញហើយរចនានេះកូនមិនបានកើតអីទេមែនទេពុកវាកូនគេមកផ្ទះវិញហើយម៉ែសប្បាយចិត្តណាស់ពេលដែលកូនអាចត្រឡប់មកផ្ទះរបស់យើងវិញបានពុកនឹកស្មានថាមួយជីវិតពុកនេះលែងបានជួបកូនស្រីទៀតហើយពុកសប្បាយចិត្តរកអ្វីព្រៀបផ្ទឹមពុំបានឡើយពុកម៉ែបើកុំតែបានបងរាជកុលទៅជួយម្ល៉េះកូនត្រូវអាយៈនោះចាប់បង្ខំឲ្យធ្វើជាប្រពន្ធវាបាត់ទៅហើយពេលនេះយៈនោះក៏ត្រូវបងរាជកុលសម្លាប់បានហើយចាប់ពីថ្ងៃនេះតទៅក៏គ្មានយៈមករំខានការរស់នៅរបស់អ្នកស្រុកអ្នកភូមិទៀតដែររាជកុលមីងអរគុណដល់ក្មួយខ្លាំងណាស់ដែលក្មួយបានជួយកូនស្រីរបស់មីងណាណែពុកវានេះមិននិយាយអ្វីខ្លះទេហ៎ណែមិនហើយរាជកុលាឲ្យពូសុំទោសផងណាដែលពីមុនពូធ្លាប់មើលងាយដល់ក្មួយពូសោកស្ដាយខ្លាំងណាស់សង្ឃឹមថាក្មួយមិនប្រកាន់ខឹងនឹងពូទេបាទមិនអីទេលោកសេដ្ឋីខ្ញុំមិនដែលប្រកាន់ឬខឹងនឹងលោកសេដ្ឋីឡើយការដែលលោកសេដ្ឋីស្ដីបន្ទោសឲ្យខ្ញុំកន្លងមកវាគឺជារឿងត្រឹមត្រូវណាស់ខ្ញុំក៏មានកំហុសដែរបើក្មួយមិនប្រកាន់ខឹងនឹងពូណាពូសប្បាយចិត្តខ្លាំងណាស់ប៉ុន្តែពូមានរឿងមួយឆ្ងល់ខ្លាំងលោកសេដ្ឋីច្បាស់ជាចង់សួរថាហេតុអីបានជាខ្ញុំអាចសម្លាប់យៈនោះបានរឿងរ៉ាវគឺបែបនេះឯងយីតើអ្នកណាយកខ្លួនមកទុកចោលនៅទីនេះអញ្ចឹងកំពុងតែស្រែកទឹកផងកុំគិតច្រើនអីផឹកទឹកក្នុងឃ្លោកនេះតែម្ដងទៅពេលដែលខ្ញុំបើកឆ្នុកឃ្លោកនោះឡើងស្រាប់តែរាជកុលដោយសារតែឯងជាអ្នកជួយយើងឲ្យចេញពីឃ្លោកនេះយើងត្រូវព្រះអិនឃុំខ្លួននៅក្នុងឃ្លោកនេះអស់រយៈពេលជាង 1000 ឆ្នាំមកហើយយើងអាចរួចផុតពីកម្មពៀរនេះបានលុះត្រាតែមានអ្នកមានបុណ្យបារមីមកបើកឆ្នុកឃ្លោកនេះដូច្នេះដើម្បីតបស្នងសងគុណដល់ឯងដែលបានជួយយើងតើឯងចង់បានអ្វីយើងនឹងប្រទានឲ្យឯងភ្លាមណាខ្ញុំមិនចង់បានអ្វីទេសូមឲ្យខ្ញុំមានកម្លាំងខ្លាំងខុសពីមនុស្សធម្មតាទៅបានហើយមិនអីទេយើងនឹងប្រទានកម្លាំងយៈឲ្យទៅឯងតែឯងត្រូវប្រើវាក្នុងផ្លូវល្អណាស់បើមិនដូច្នេះទេឯងនឹងបាត់បង់កម្លាំងយៈនោះទៅវិញជាមិនខានហើយត្រូវចងចាំឲ្យបានច្បាស់ណា
រឿងគឺបែបនេះឯង ចឹងតាបានជាបងរាជកុលមានកម្លាំងខ្លាំងណាស់តែមួយដៃសោះអាចធ្វើឲ្យយក្សនោះស្លាប់បាន ល្អណាស់ពេលនេះគ្មានយក្សមករំខានការរស់នៅរបស់ពួកយើងទៀតទេរាជកុលយើងបានប្រកាសហើយថាបើមានអ្នកណាអាចជួយកូនស្រីរបស់យើងបានយើងនឹងប្រគល់ទ្រព្យសម្បត្តិទាំងអស់ព្រមទាំងលើកកូនស្រីរចនាឲ្យរៀបការជាមួយទៀតផងតើឯងព្រមរៀបការជាមួយកូនស្រីរបស់យើងដែរទេខ្ញុំមិនប្រកែកឡើយបើអ្នកនាងរចនាពេញចិត្តព្រមរស់នៅជាមួយនឹងខ្ញុំនោះ រចនាតើកូនព្រមរៀបការជាមួយនឹងរាជកុលដែរទេចាពុកម៉ែកូនតាមតែពុកម៉ែជាអ្នករៀបចំទុកដាក់ឲ្យកូនទេក្រោយពេលរាជកុលនិងរចនារៀបការជាមួយគ្នាមកពួកគេក៏រស់នៅជាមួយគ្នាយ៉ាងសុខសាន្តរៀងមក